Alo ជំរាបសួរនិងសួស្តីថ្ងៃនេះយើងមកនិយាយពីមេរៀនចក្រភពអង្គរតែថ្ងៃនេះវាមានចំណុចសំខាន់3ដែលយើងគួរតែស្ដាប់ឲ្យបានច្បាស់គឺរាជវង្សដែលខ្សោយរាជនៅសម័យអង្គរនិយាយពីការកសាងក្រុងអង្គរនិងសេដ្ឋកិច្ចនៅសម័យអង្គរដែលអាចធ្វើសម័យអង្គរឡើងឈានទៅដល់កម្រិតកំពូលបានតោះយើងចាប់ផ្ដើមចក្រភពអង្គរជាចក្រភពខ្មែរដ៏ល្បីល្បាញទូទាំងពិភពលោកដែលបានចាប់កំណើតឡើងនាសតវត្សទី9និងចុះខ្សោយទៅវិញនាសតវត្សទី13 1. ការរំដោះប្រទេសចេញពីជ្វានិងរៀបចំប្លង់អង្គរព្រះបាទជ័យវរ្ម័នទី2បានរំដោះចេញឡាទឹកលិចពីអំណាចជ្វានិងបានបង្រួបបង្រួមខ្មែរយើងទាំងពីរខ្មែរលើនិងខ្មែរក្រោមដើម្បីបង្កើតចក្រភពអង្គរព្រះបាទជ័យវរ្ម័នទី2សល់ពីឆ្នាំ802ដល់850នៃគ្រិស្តសករាជព្រះអង្គជាប់រាជវង្សបូស្ការៈព្រះអង្គរំដោះប្រទេសជាតិពីការត្រួតត្រារបស់ពួកជ្វាហើយព្រះអង្គកសាងរាជធានីច្រើនកន្លែងដូចជាក្រុងឥន្ទ្របុរៈក្រុងកតិហរិហរឡៃអមរេតរបុរៈនិងមហេន្ទ្របរវត្តព្រះអង្គបង្កើតពិធីទេវរាជនិងលើកតម្កើងសាសនាព្រាហ្មណ៍ហើយព្រះអង្គក៏កសាងប្រាសាទភ្នំគូលែនប្រាសាទអកយំអារាមរោងចិននិងសិវលិង្គ1.2 ព្រះបាទជ័យវរ្ម័នទី3សោយរាជ្យពី850ដល់877នៃគ្រិស្តសករាជនៅរាជធានីហិរហរឡៃព្រះអង្គជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី2ព្រះអង្គជាក្សត្រប្រកបដោយគុណធម៌និងបានកសាងប្រាសាទខ្លះៗនៅតំបន់អង្គរ 1.3 ព្រះបាទឥន្ទ្រវរ្ម័នទី1 877ដល់ឆ្នាំ889នៃគ្រិស្តសករាជព្រះអង្គជាញាតិវង្សនឹងព្រះបាទជ័យវរ្ម័នទី3ព្រះអង្គបានបង្កើតលទ្ធិបុគ្គលនិយមគោរពបូជាដូនតាបុព្វការីជនញាតិវង្សនៅបានកសាងប្រាសាទព្រះគោប្រាសាទបាកងបារាយឥន្ទ្រតដៈសិវលិង្គការពារសន្តិសុខប្រទេសពង្រីកទឹកដីកសាងសាលាចារឹកច្រើនកន្លែងដូចជានៅបាយ៉ងតាកែវឧបលថៃ 2. ការកសាងក្រុងអង្គរទី1យសោធបុរៈ 1. ត្រង់ប្រាសាទភ្នំបាខែង 2.1 ព្រះបាទយសោវរ្ម័នទី1សោយរាជ្យពី889ដល់900ឆ្នាំនៃគ្រិស្តសករាជព្រះអង្គជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័នទី1និងព្រះនាងឥន្ទ្រទេវីព្រះអង្គជាស្ដេចសឹកសង្គ្រាមខ្លាំងពូកែទាំងជើងគោកនិងជើងទឹកព្រះអង្គជាគ្រូអាចារ្យសាស្ត្រាចារ្យកសាងអាស្រមយសោធរាស្រមចំនួន100កសាងរាជធានីក្រុងយសោធបុរៈលើភ្នំបាខែងបារាយខាងកើតយសោធរៈតដាកកសាងព្រះវិហារឧទ្ទិសដល់អាទិទេពសក្ខារេស្វរៈក្នុងព្រះវិហារប្រាសាទប្រាង្គ3ព្រះអង្គវាយពង្រីកវិសាលភាពទឹកដីរៀបចំរដ្ឋបាលនិងវណ្ណៈសង្គម 2.2 ព្រះបាទរហ័សវរ្ម័នទី1ចាប់ពីឆ្នាំ900ដល់922នៃគ្រិស្តសករាជព្រះអង្គជាបុត្ររបស់ព្រះបាទយសោវរ្ម័នទី1ព្រះអង្គកសាងប្រាសាទបក្សីចំក្រុងនិងរាជធានីរហសធរបុរៈនៅជិតភ្នំបាខែងព្រះបាទឥសានវរ្ម័នទី2ចាប់ពីឆ្នាំ922ដល់928នៃគ្រិស្តសករាជព្រះអង្គជាបុត្ររបស់ព្រះបាទយសោវរ្ម័នទី1រាជធានីយសោធរបុរៈពុំឃើញមានស្នាដៃរបស់ព្រះអង្គទេ 2.4 ព្រះបាទជ័យវរ្ម័នទី4 928ដល់942នៃគ្រិស្តសករាជព្រះអង្គជាប្អូនថ្លៃរបស់ព្រះបាទយសោវរ្ម័នទី1ព្រះអង្គកសាងរាជធានីឆោកគីឆោកខ្យរៈឬកោះកេរប្រាសាទធំឬប្រាសាទ5-7ជាន់និងប្រាសាទជាច្រើននៅកោះកេរព្រះអង្គជីកបារាយរហ័លសម្រាប់តម្កល់ទឹកនិងកសាងសិវលិង្គត្រីភូនេស្វរៈ 2.5 ព្រះបាទរហ័សវរ្ម័នទី2 942ដល់944នៃគ្រិស្តសករាជព្រះអង្គជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី4នៅរាជធានីកោះកេរពុំឃើញមានស្នាដៃរបស់ព្រះអង្គទេ 2.6 ព្រះបាទរាជេន្ទ្រវរ្ម័នទី2ចាប់ពីឆ្នាំ944ដល់968នៃគ្រិស្តសករាជព្រះអង្គជាក្មួយរបស់ព្រះបាទយសោវរ្ម័នទី1បិតានាមហេន្ទ្រវរ្ម័នមាតានាមមហេន្ទ្រទេវីប្អូនស្រីរបស់យសោវរ្ម័នទី1ព្រះអង្គបានលើករាជធានីពីកោះកេរមកក្រុងយសោធបុរៈវិញព្រះអង្គបានកសាងប្រាសាទមេបងខាងកើតប្រាសាទប្រែរូបប្រាសាទប្រាង្គ5ជាន់ប្រាសាទបាជុំស្រះស្រង់ពិមានអាកាសតាកែវប្រាសាទបន្ទាយស្រីនិងវាយចាមយកបដិមាមាសមកស្រុកខ្មែរវិញ 2.7 ព្រះបាទជ័យវរ្ម័នទី5សោយពី968ដល់1001នៃគ្រិស្តសករាជព្រះអង្គជាបុត្ររបស់ព្រះបាទរាជេន្ទ្រវរ្ម័នទី2កសាងរាជធានីថ្មីឈ្មោះជ័យន្ទ្រនគិរីដែលមានតួ
អង្គប្រាសាទតាកែវជាស្នូសៀមរាប 2.8 ព្រះបាទឧទយាទិជ្ជវរ្ម័នទី1 1002 ដល់ 1002 នៃគ្រិស្តសករាជព្រះអង្គជាក្មួយរបស់ព្រះបាទជ័យវរ្ម័នទី5សោយរាជ្យមិនបានប្រមាណខែផងក៏ស្ដេចទីវង្គតដល់វិបត្តិរាជបាលឡើងអស់រយៈពេល9ឆ្នាំរវាងស្ដេចជ័យវីរវរ្ម័នគ្រងរាជនៅក្រុងអង្គរនិងស្ដេចសូរ្យវរ្ម័នទី1គ្រងរាជនៅសម្ភោបុរៈនៅខេត្តក្រចេះហើយស្ដេចសូរ្យវរ្ម័នទី1យកជ័យជំនះលើស្ដេចជ័យវីរវរ្ម័នហើយឡើងគ្រងរាជនៅក្រុងអង្គរហើយយើងចូលមកដល់ចំណុច3 ចុចគឺការកសាងក្រុងអង្គរទី2យសោធបុរៈ2ត្រង់ប្រាសាទបាពួន 3.1 ព្រះបាទសូរ្យវរ្ម័នទី1ចាប់ពីឆ្នាំ1010ដល់1050នៃគ្រិស្តសករាជព្រះបាទសូរ្យវរ្ម័នទី1មានបិតាជាស្ដេចខ្មែរមានបុព្វសិទ្ធិដីនៅម៉ាឡាកាដូចនេះព្រះអង្គបានបញ្ចូលទឹកដីមកចក្រភពអង្គរព្រះអង្គឲ្យនាមមន្ត្រីទាំងអស់សច្ចាប្រណិធានថាស្មោះនឹងព្រះអង្គកសាងរាជធានីថ្មីត្រង់ប្រាសាទបាពួនសង់បង្ហើយប្រាសាទភិមានអាកាសប្រាសាទតាកែវនិងគោបុរៈវាំងកសាងប្រាសាទភ្នំជីសូរប្រាសាទព្រះវិហារប្រាសាទព្រះខ័នព្រះអង្គគោរពសាសនាព្រាហ្មណ៍តែមិនចោលព្រះពុទ្ធសាសនា 3.2 ព្រះបាទឧយាទិជ្ជវរ្ម័នទី2ចាប់ពីឆ្នាំ1050ដល់1066នៃគ្រិស្តសករាជព្រះអង្គជាបុត្ររបស់ព្រះបាទសូរ្យវរ្ម័នទី1ព្រះអង្គកសាងក្រុងអង្គរទី2និងកំពែងព័ទ្ធជុំវិញបន្តពីបិតាជីកបារាយណ៍ខាងលិចឬបារាយណ៍ទឹកថ្លាដែលមានបណ្ដោយ8គីឡូម៉ែត្រនិងទទឹង 2.2 គីឡូម៉ែត្រកសាងប្រាសាទបាពួនប្រាសាទមេបុងខាងលិចរូបព្រះវិស្ណុផ្ទុំក្នុងបារាយណ៍ទឹកថ្លានៅឯបារាយណ៍ខាងលិចហើយព្រះអង្គបានបង្ក្រាបចលនាបះបោរ3លើកយើងដល់ 3.3 ព្រះបាទរហវរ្ម័នទី3 1066ដល់1080នៃគ្រិស្តសករាជព្រះអង្គជាបុត្ររបស់ព្រះបាទសូរ្យវរ្ម័នទី1ព្រះអង្គបានលើកតបទវីចារដែលបានលុកលុយក្រុងសម្ភោបុរៈនៅខេត្តក្រចេះ 3.4 ព្រះបាទជ័យវរ្ម័នទី6 1080ដល់1107នៃគ្រិស្តសករាជរាជធានីមហិធរបុរៈព្រះអង្គជារាជវង្សមហិធរបុរៈនៅភិម័យជាប់ដងទន្លេមូននៃប្រទេសថៃព្រះអង្គកសាងប្រាសាទភ្នំសណ្ដកប្រាសាទបឹងមាលាប្រាសាទនៅភិម័យនិងវត្តលើភ្នំព្រះវិហារ 3.5 ព្រះបាទធរណីត្រវរ្ម័នទី1ចាប់ពីឆ្នាំ1107ដល់1113នៃគ្រិស្តសករាជព្រះអង្គជាព្រះរាមរបស់ព្រះបាទជ័យវរ្ម័នទី6រាជធានីមហិធរបុរៈព្រះអង្គបានសង់បង្ហើយប្រាសាទនិងជួសជុលប្រាសាទនានាតែត្រូវព្រះបាទសូរ្យវរ្ម័នទី2ជ្រែករាជហើយគ្រប់គ្រងនៅមហិធរបុរៈរីឯនៅក្រុងអង្គរគ្រប់គ្រងដោយស្ដេចនិរិបតីត្រវរ្ម័នត្រូវស្ដេចសូរ្យវរ្ម័នទី2លើកទ័ពមកវាយដណ្ដើមយករាជសម្បត្តិហើយឡើងគ្រងរាជនៅក្រុងអង្គរចាប់ពីពេលនោះមកចាប់ពីឆ្នាំ1113មកម្ល៉េះយើងមកដល់ 4.4 ការកសាងក្រុងអង្គរទី3យសោធបុរៈ3ត្រង់ប្រាសាទអង្គរតូច 4.1 ព្រះបាទសូរ្យវរ្ម័នទី2សោយរាជ្យពីឆ្នាំ1113ដល់1150នៃគ្រិស្តសករាជព្រះអង្គជាចៅរបស់ព្រះបាទធរណីត្រវរ្ម័នទី1កសាងរាជធានីអង្គរទី3ត្រង់ប្រាសាទអង្គរវត្តនៅអង្គរតូចព្រះអង្គបានបង្រួបបង្រួមអាណាចក្រអង្គរនិងកសាងប្រាសាទអង្គរតូចប្រាសាទភ្នំជីសូរភ្នំសណ្ដកវត្តភូប្រាសាទព្រះវិហារព្រះពិធូចៅសាយទេវតាធម្មនន្ទមន្ទីរសម្រែបឹងមាលាព្រះខ័នកំពង់ស្វាយវាយពង្រីកទឹកដីនិងអភិវឌ្ឍប្រទេសជាតិ 4.2 ព្រះបាទធរណីត្រវរ្ម័នទី2ចាប់ពីឆ្នាំ1150ដល់1160នៃគ្រិស្តសករាជព្រះអង្គជាបងជីដូនមួយរបស់ព្រះបាទសូរ្យវរ្ម័នទី2រាជធានីអង្គរតូចព្រះអង្គពុំបានកសាងអ្វីធំដុំទេចូលមកដល់ 4.3 ព្រះបាទយសោវរ្ម័នទី2ចាប់ពីឆ្នាំ1160ដល់1165នៃគ្រិស្តសករាជមកស្គាល់ជាវង្សរបស់ព្រះអង្គហើយត្រូវមន្ត្រីឈ្មោះត្រីភូវនាទិជ្ជធ្វើឃាតខ្ញុំដល់ 4.4 ព្រះបាទត្រីភូវនាទិជ្ជវរ្ម័ន1165ដល់1177នៃគ្រិស្តសករាជព្រះអង្គបានធ្វើឃាតស្ដេចយសោវរ្ម័នទី2ហើយប្រកាសឡើងសោយរាជ្យតែក្រោយមកត្រូវស្ដេចចាមនាមជ័យឥន្ទ្រវរ្ម័នទី4វាយចូលក្រុងអង្គរហើយធ្វើឃាតព្រះអង្គវិញហើយត្រួតត្រាក្រុងអង្គរអស់រយៈពេល4ឆ្នាំចាប់ពីឆ្នាំ1177ដល់1181 5. ការកសាងក្រុងអង្គរទី4យសោធបុរៈ4ត្រង់ប្រាសាទអង្គរធំ 5.1 ព្រះបាទជ័យវរ្ម័នទី7ចាប់ពីឆ្នាំ1181ដល់1218នៃគ្រិស្តសករាជព្រះអង្គជាបុត្ររបស់ព្រះបាទធរណីឥន្ទ្រវរ្ម័នទី2រាជធានីអង្គរទី4ត្រង់ប្រាសាទបាយ័នព្រះអង្គជាស្ដេចខ្លាំងពូកែវិចាររំដោះក្រុងអង្គរនិងវាយត្រួតត្រាប្រទេសចម្ប៉ា
ព្រះអង្គកសាងក្រុងអង្គរទី4ប្រាសាទបាយ័នបន្ទាយឆ្មាសាលាដំណាក់121មន្ទីរពេទ្យ102ស្ពានថ្នល់ប្រាសាទបន្ទាយក្តីតាព្រំអង្គរតាព្រំបាទីព្រះខ័ននាគពន្ធតាសោមក្រៅគោវត្តនគរបង្កើតសាកលវិទ្យាល័យជាច្រើនអភិវឌ្ឍប្រទេសជាតិពង្រីកទឹកដីនិងផ្សព្វផ្សាយព្រំវិហារធម៌ដល់ប្រជារាស្ត្រព្រះអង្គមានអគ្គមហេសីពីរព្រះអង្គដែលមានប្រាជ្ញាខ្លាំងពូកែឆ្លៀសវៃគឺព្រះនាងជ័យរាជទេវីនិងព្រះនាងឥន្ទ្រទេវី5ជា2ព្រះបាទឥន្ទ្រវរ្ម័នទី2ចាប់ពីឆ្នាំ1218ដល់1243នៃគ្រិស្តសករាជព្រះអង្គជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី7ព្រះអង្គបានការពារប្រទេសជាតិពីពួកឈ្លានពានដៃវៀតសៀមនិងប្រគល់ឯករាជ្យឲ្យប្រទេសចម្ប៉ាវិញនាឆ្នាំ1220ហើយយើងចូលមកដល់សេដ្ឋកិច្ចនៅសម័យអង្គរ6.1 ស្ថានភាពភូមិសាស្ត្រខ្មែរយើងជ្រើសរើសយកតំបន់អង្គរធ្វើជារាជធានីមិនមែនជាភាពចៃដន្យទេគឺជាចំណុចកណ្ដាលវាជាចំណុចកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជាយើងម្យ៉ាងទៀតតំបន់នោះជាទីប្រជុំជននៃផ្លូវចំនួនទាំងគោកទាំងទឹកដែលសម្បូរទៅដោយធនធានធម្មជាតិនៅក្នុងបឹងទន្លេសាបម្រឹកឈើល្អៗថ្មភក់សម្រាប់សង់ប្រាសាទនៅក្នុងគូលែនហើយវាទំនាបនៅជុំវិញហ្នឹងប្រកបទៅដោយដីមីជីជាតិសម្រាប់ធ្វើកសិកម្មហើយស្ថានភាពភូមិសាស្ត្រល្អគឺដីមីជីជាតិគូផ្សំជាមួយមធ្យោបាយបច្ចេកទេសដ៏ចំណាននិងធនធានមនុស្សយ៉ាងអង់អាចក្លាហានបាននាំឲ្យសេដ្ឋកិច្ចខ្មែររីកចម្រើនជាអតិបរមាយើងចូលមកដល់ 6.2 ធនធានមនុស្សនិងមរតកពីអតីតកាលជនជាតិខ្មែរនៅសម័យអង្គរជាជនជាតិដែលមានចិត្តអំណត់ឧស្សាហ៍ព្យាយាមនិងមានបំណងធំបំផុតគឺការអភិវឌ្ឍឲ្យរីកចម្រើនលើគ្រប់វិស័យនិងភាពសម្បូរសប្បាយជាសក្ខីកម្មនៃការព្យាយាមនិងបំណងនេះព្រះជាបានឲ្យគេឆ្លាក់ក្បាច់រឿងកូរសមុទ្រទឹកដោះនៅជញ្ជាំងប្រាសាទជាច្រើននិងនៅគ្រប់ច្រកទ្វារចូលនៃបុរីអង្គរធំព្រោះទឹកអម្រឹតដែលហូរចេញពីការកូរសមុទ្រទឹកដោះជានិមិត្តរូបនៃធម៌ពលខាងការងារនិងការប្រណាំពុទ្ធចេះបង្កើតផលិតផលយ៉ាងប្រសើរហើយម្យ៉ាងទៀតការសិក្សាតាមផ្លូវចិត្តវិទ្យាអំពីសិល្បៈខ្មែរបុរាណបានផ្ដល់ព័ត៌មានច្រើនទៀតស្ដីពីការតស៊ូចិត្តអំណត់និងសេចក្តីប្រាថ្នាយ៉ាងមុតមាំរបស់ខ្មែរជំនាន់នោះចំពោះអ្វីដែលខ្លួនយល់ថាល្អប្រសើរសេចក្តីក្លាហាននិងភាពមុតមាំរបស់ខ្មែរយើងសម័យអង្គរគឺមានតាំងពីសម័យនគរភ្នំនិងចេនឡាមកម្ល៉េះយ៉ាងដូចនេះអរិយធម៌ខ្មែរយើងជឿនលឿនតាំងពីសម័យនគរភ្នំនិងចេនឡាមកប៉ុន្តែនៅសម័យអង្គរអរិយធម៌ខ្មែរកាន់តែជឿនលឿននិងរីកសាយទូទាំងអាស៊ីអាគ្នេយ៍ 6.3 វិស័យកសិកម្មនិងនេសាទប្រជារាស្ត្រខ្មែរភាគច្រើនប្រកបរបរកសិកម្មនិងនេសាទទំនាបនៅជួយបឹងទន្លេសាបពុំមានផ្ទៃដីធំធេងប៉ុន្មានទេតែជាដីសម្បូរជីជាតិដីទំនាបមួយភាគធំត្រូវលិចទឹកនៅរដូវវស្សាប្រជារាស្ត្រយើងអាចធ្វើស្រែបានតែនៅរដូវប្រាំងប៉ុណ្ណោះប៉ុន្តែតំបន់ខ្លះគេធ្វើស្រូវឡើងទឹកឬស្រូវពង្រោះដែលអបផលបាន2-3ដងក្នុងមួយឆ្នាំចំណែកដីស្ថិតនៅតំបន់ខ្ពស់វិញគេធ្វើស្រូវវស្សាដែលពឹងផ្អែកលើទឹកភ្លៀងប្រព័ន្ធប្រឡាយឬទំនប់ទឹកនៅសម័យអង្គរផលិតផលស្រូវទទួលទិន្នផលខ្ពស់គឺអាចចិញ្ចឹមប្រជារាស្ត្រខ្មែរបានគ្រប់គ្រាន់ហើយអាចធានាចំពោះចំណាយផ្សេងៗរបស់ពលរដ្ឋទៀតផងស្រូវជាដំណាំស្បៀងយ៉ាងសំខាន់ពុំមែនសម្រាប់តែផ្គត់ផ្គង់ជីវភាពគ្រួសារប៉ុណ្ណោះទេថែមទាំងជួយទំនុកបម្រុងផ្នែកសាសនានិងបងប្អូនជនរដ្ឋនៅទីផ្សារគេប្រើស្រូវអង្គរដើម្បីដោះដូរជាមួយនឹងផលិតផលដទៃទៀតក្រៅពីផលិតផលស្រូវមានដំណាំបន្តបន្សំផ្សេងៗទៀតដូចជាល្ងសណ្តែកពោតល្ពៅត្រសក់ឈើហូបផ្លែក្រៅពីកសិកម្មគេនេសាទត្រីនិងចិញ្ចឹមសត្វដូចជាគោក្របីជ្រូកនិងបក្សីស្រុកនៅពេលទំនេរកសិករយើងស្វែងរកបេះរុក្ខផលនិងអនុផលព្រៃឈើដូចជាក្រវាញបោចវល្លិផ្ដៅរកឃ្មុំនិងឱសថចំពោះផលិតផលស្ករត្នោតនិងទឹកត្នោតមានតួនាទីសំខាន់ណាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជារាស្ត្រខ្មែរព្រោះគេចេះធ្វើអាជីវកម្មនេះតាំងពីយូរយារណាស់មកហើយ 11.4 វិស័យឧស្សាហកម្មនិងពាណិជ្ជកម្មក៏ផលិតផលសិប្បកម្មទន្ទឹមនឹងកសិកម្មសិប្បកម្មសម័យនោះក៏មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែរគេនៅតែបន្តផលិតចានក្បាងក្អមឆ្នាំងនិងតម្បាញដើម្បីបំពេញតម្រូវការចាំបាច់ក្នុងស្រុកចំពោះគ្រឿងអលង្ការប្រជារាស្ត្រខ្មែរមានការប៉ិនប្រសប់និងមានទេពកោសល្យខ្ពស់គេចេះធ្វើចិញ្ចៀនកងដៃកងជើងកាវរយ៉ាមួកប្រអប់ប្រាក់ឬស្ពាន់និងឡាក់ប្រពៃណីនេះមានតាំងពីយូរយារណាស់មកហើយក្រៅពីមុខរបរខាងលើជាងឈើក៏មានការលូតលាស់គួរឲ្យកត់សរសើរប្រជាខ្មែរយើងចេះធ្វើរទេះគោទូកដែលជាមធ្យោបាយដឹកជញ្ជូនសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មនិងជាមធ្យោបាយដ៏សំខាន់ក្នុងការធ្វើសង្គ្រាមជាពិសេសសិល្បៈចម្លាក់ថ្មសូនរូបស្រីរបាំប្រកបដោយទេពកោសល្យឥតខ្ចោះដែលនៅតាមជញ្ជាំងប្រាសាទអង្គរវត្តអង្គរធំជាតតាខចំនួននិងទីផ្សារនៅក្នុងរាជធានីនិងក្នុងរាជធានីទីផ្សារបានបើកលក់ដូរជារៀងរាល់ព្រឹកប៉ុន្តែទីផ្សារសម័យនោះពុំទាន់មានសំណល់អគារទេគេសង់រោងឬខ្ទមក្រាលលក់
កន្ទេលផ្ទាត់ដីរួចតាំងផលិតផលដែលត្រូវលក់ដូរនៅតាមជញ្ជាំងប្រាសាទអង្គរធំមានក្បាច់ចម្លាក់ស្ដីពីទស្សនីយភាពនៃការលក់ដូរនៅទីផ្សារគេឃើញអ្នកលក់អង្គុយពីក្រោយកន្ទេលដែលតាំងគ្រឿងលក់ដូចជាត្រីថោស្រាលីផ្សំនឹងឆាកកំសាន្តដូចជាការប្រជល់មាន់ជល់ជ្រូកសម័យអង្គរមានការអភិវឌ្ឍ4សតវត្សមានពលិយ៉ាងត្រចះត្រចង់ជីវភាពប្រជារាស្ត្រខ្មែរមានភាពសម្បូរទូធាដោយសារតែផលិតផលកសិកម្មនេសាទត្រីប្រមាញ់និងរកផលបានធ្វើឲ្យព្រះរាជាណាចក្រអភិវឌ្ឍផ្នែកពាណិជ្ជកម្មគួរឲ្យកត់សម្គាល់អរគុណសម្រាប់ការស្ដាប់ហើយនេះគ្រាន់តែជាផាតមួយនៃមេរៀនសម័យអង្គរតែប៉ុណ្ណោះយើងនឹងជួបគ្នានៅផាត2នៃសម័យអង្គរលើកក្រោយអរគុណដែលបានស្ដាប់